បើចង់ឲ្យការនិយាយភាសាអង់គ្លេសរបស់យើងដូចទៅនឹងជនជាតិគឺចាប់ផ្ដើមពីចំណុចតូចៗគឺអានពាក្យឲ្យបានត្រឹមត្រូវសិនហើយពាក្យទាំង5នេះតើអ្នកទាំងអស់គ្នាចេះអានដែរអត់ដោយសារតែភាគច្រើនគឺសិស្សគាត់អានខុសចឹងពាក្យទី1គឺ comfortable comfortable មិនមែន comfortable ទេណាទាំងអស់គ្នា comfortable comfortable ចាមានន័យថាមានភាពងាយស្រួលអីចឹង comfortable ហ្នឹងណាខ្លះទៀតក៏បកប្រែថាផាសុខភាពអីចឹងទៅចឹងវាតាមបរិបទដែរតាម context ចំណែកពាក្យទី2នេះវិញអ្នកទាំងអស់គ្នាគឺសិស្សអានខុសច្រើនខ្លាំងមែនតើពាក្យនេះគឺអានថា close មិនមែន closes ទេដោយសារតែសិស្សគាត់ឃើញមាន es នៅពីក្រោយចឹងគឺគាត់គិតថា closes ប៉ុន្តែគឺគេអានថា close ហើយអត្ថន័យរបស់វាគឺសម្លៀកបំពាក់ចំណែកពាក្យទី3នេះវិញគឺអានថា Q មិនមែន Q ទេគឺសំដៅទៅលើដែលគេត្រង់ជួរអ្នកនរគ្នាជួរដែលគេតម្រង់ជួរហ្នឹងគេហៅថា Q like stand in the queue អីចឹងចំណែកពាក្យទី4នេះក៏សិស្សគាត់អានខុសច្រើនដែរគាត់អានថា receipt ប៉ុន្តែគឺគេអានថា receipt seat កระดาษ bill ដែលគេកាត់លុយហ្នឹង receipt អូខេ receipt និងពាក្យចុងក្រោយគេគឺពាក្យទី5ដែលខ្មែរយើងគាត់ភាគច្រើនគាត់អានថា salmon តែអង់គ្លេសអានថា salmon មិនមែន salmon ទេណាគឺ salmon អូខេចឹងបើសិនជាអ្នកនរគ្នាចង់ឲ្យការនិយាយភាសាអង់គ្លេសរបស់យើងដូចទៅនឹងជនជាតិលុះត្រាតែចាប់ផ្ដើមពីពាក្យអញ្ចឹងទៅទាំងអស់គ្នាបានន័យថានៅពេលដែលយើង form វាទៅជា sentence គឺអានទៅត្រូវហ្មងអញ្ចឹងគឺពេលអានត្រូវតង់គឺវាដូចទៅនឹងជនជាតិអញ្ចឹងហើយបើសិនអ្នកនេះកំពុងតែស្វែងរកថ្នាក់រៀនភាសាអង់គ្លេសតាមអនឡាញអាចមករៀនជាមួយខ្ញុំបានសប្តាហ៍ថ្ងៃខ្ញុំមានទាំងថ្នាក់គ្រប់ class គឺរៀនជាមួយសិស្សដទៃទៀតហើយនឹង private class ដែលយើងរៀនគ្រូមួយសិស្សមួយហើយថ្នាក់ private class នេះគឺខ្ញុំគឺថាឥឡូវសិស្សបុកមកចង់រៀនជាមួយខ្ញុំខ្លាំងមែនតើតាំងពីល្បីវីដេអូមុនcode តើតើជាមួយនឹង code អ្នកគ្នា code capitalization ហ្នឹងគឺខ្ញុំទទួលបាន message ច្រើនខ្លាំងមែនតើ thank you very much everyone and I hope to see you all in the next video bye